សួស្តីអ្នកគ្នាចឹងថ្ងៃនេះខ្ញុំនឹងមកបរៀនគ្នាយើងពីរបៀបធ្វើក្របសៀវភៅនៅក្នុងកម្មវិធី PowerPoint ចឹងជាដំបូងយើងចូលទៅកាន់ design ដើម្បីកំណត់ទំហំកណ្ដាស់គឺយើងយកកណ្ដាស់ A4 មកគ្នាយើងចុចកន្លែងហ្នឹងមកហើយយើងយក A4 យើងយកកណ្ដាស់ A4 ហើយយើងយក portrait ហើយយើងចុច OK មកហើយយើងចុច maximize ហ្នឹងមកអូខេចាំបន្ទាប់ពីយើងបង្កើតទំហំกระดาษរួចហើយគឺយើងចាប់ផ្ដើមចូលមក design ក្របសៀវភៅរបស់យើងតែម្ដងអញ្ចឹងជាដំបូងគឺយើងចូលទៅកាន់ insert ហើយយើងរើសយកពាក្យថា shape មកទៅពេលដែលយើងរើសយកពាក្យថា shape ហើយគឺយើងរើសយក shape វងមូលគឺយើងយក shape វងមូលនឹងមកនៅពេលដែលយើងគូរយើងចុច shift ឲ្យជាប់ហើយយើងយកមកយើងចាប់ទាញគូវាមកគូខាងជ្រុងនេះនេះយើងកុំឲ្យ shape នឹងវាចេញយើងគូថ្មិចឲ្យត្រង់ឲ្យ shape នឹងវងមូលណាដល់ពេលយើងធ្វើបែបហ្នឹងហើយគឺយើងចាប់ផ្ដើម design shape មួយទៀតគឺយើងយក shape វងមូលទៅដែរដែលយើងអត់ប្រើ shift ចុចវាទេគឺយើងទាញវាឲ្យខូចត្រង់ទីមកយើងទាញវារៀងប្រឆិតមកគ្នាយើងឃើញទេដល់ពេលដែលយើងទាញហើយគឺយើងចាប់ផ្ដើម copy ទៅលើ shape មួយនឹងទៀតហើយយើងដាក់ shape វានឹងឲ្យត្រួតស៊ីគ្នាឲ្យត្រួតគ្នាក៏តែវានៅសល់លក្ខណៈថាយើងកាត់វាគ្នាយើងកាត់ដើម្បីធ្វើជាអត់ទាត់នឹងឆាវអាហ្នឹងជាងរឿងដេកអាហ្នឹងយើងធ្វើជាម៉ូដវាគ្នាយើងអញ្ចឹងមូលហេតុដែលខ្ញុំជ្រើសរើសយកកម្មវិធី PowerPoint មក design គឺដោយសារតែកម្មវិធី PowerPoint គឺវាមានកន្លែង merge shape នោះគ្នាកន្លែងហ្នឹងគឺវា special ជាងកម្មវិធី Word ត្រង់កន្លែងហ្នឹងយើងអាច fragment កន្លែងរើសយក fragment ហ្នឹងគឺដើម្បីកាត់ shape ឃើញគ្នាយើងអញ្ចឹងយើងអាចកាត់ shape បានអញ្ចឹងយើងអាចងាយស្រួលនៅក្នុងការ design ជាងកម្មវិធី Word គ្នាយើងតែពេលដែលយើងបានប៉ុណ្ណឹងហើយគឺយើងចាប់ផ្ដើមបរិចទៅលើចំណុច shape ដែលយើងកាត់ហ្នឹងឲ្យវារៀងធំតិចមកគ្នាយើងណាដល់ពេលដែលយើងបរិចវាហើយយើងយកវាមកដាក់នៅកន្លែងមុខលើនឹងមកឲ្យវាមើលទៅតិចទៀតគឺយើងនឹងឃើញរូបរាងនៃក្របសៀវភៅហ្នឹងហើយគ្នាយើងណាយើង design បែបហ្នឹងហើយយើង complete ដោះបន្ទាត់ខាងក្រៅវាចេញផងបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយគឺយើងនឹងcopy ទៅលើ shape ហ្នឹងមួយទៀតគ្នាយើងអាចចុច control បុក L ហើយយើងយកមកយើងចាប់ទាញមកដើម្បី copy ហើយបន្ទាប់មកយើងប្រើ shape មួយទៀតគ្នាយើងណាយើងប្រើ shape ជ្រុងហ្នឹងយើងគូវាធម្មតាមកយើងគូវាដល់ប៉ុណ្ណឹងមកបានហើយយើងចុច mouse ស្ដាំដើម្បីយកពាក្យថា edit point ដើម្បី put shape ហើយយើងយកមកបើយើងចុចកន្លែងចំណុច point ហ្នឹងមកហើយយើងទាញវាចុះមកក្រោមដូចក្នុងវីដេអូរបស់យើងមកគ្នាចឹងណាបន្ទាប់មកយើងយក shape កោងហ្នឹងយើងយកវាចុចងារ mouse ស្ដាំហើយយើងយក bring to front អស់ដើម្បីយកអា shape កោងហ្នឹងដាក់ពីលើអា shape ដែលយើងបានគូអា shape ធំមិញណាយើងណាបន្ទាប់មកយើងដូរពណ៌អា shape ខាងលើហ្នឹងកុំឲ្យវាច្រឡំគ្នាណានៅពេលដែលយើងកាត់ shape យើងដូរវាដាក់ពណ៌ក្រហមមកហើយយើងទាញសេរី shape នឹងឲ្យត្រូវនឹង shape ខាងក្រោមរបស់យើងដែលយើងចង់កាត់មកហើយយើងទាញវារាងធំតិចមកគ្នាយើងណាទៅពេលដែលយើងទាញហើយគឺយើងចាប់ផ្ដើម select ទៅលើ shape ពណ៌ក្រហមហ្នឹងដាក់សេរីវាឲ្យត្រូវដែលយើងចង់បានហ្នឹងមកហើយយើង select ចុច shift វាជាប់ចុចទៅលើ shape ពណ៌ខាងក្រោមហ្នឹងហើយយើងចុចយកពាក្យថា fragment មកហើយយើងចុចអាកន្លែងហ្នឹងមកលុបដើម្បីឲ្យអាកន្លែង shape ហ្នឹងវាកោងណាគ្នាយើងតនេះអញ្ចឹងបន្ទាប់ពីហ្នឹងហើយគឺយើងចាប់ផ្ដើមសេរីទៅលើ shape អា shape ក្រោមហ្នឹងហើយនឹងអា shape ដែលកោងណានេះយើង select វាមកយើងចុច shift ចុចហើយយើង select ទៅតាមshape នីមួយៗហើយយើងយកអាលើគេមកបន្ទាប់ពីយើងយកដាក់ merge វាចូលគ្នារួចហើយគឺគ្នាយើងចាប់ផ្ដើមសេរីវាទាំងអស់គ្នាយើងណាយើងសេរីវាឲ្យរៀងស្អាតទាំងមកតពីនឹងហើយគឺគ្នាយើងចុចទៅលើ shape វងមូលហើយយើងចុច mouse ស្ដាំយកពាក្យថា bring front មកគឺយើងដាក់ shape ហ្នឹងទៅមុខអា shape ក្រហមនោះវិញណាតោះមកយើងចាប់ផ្ដើមសេរីអាបន្ទាត់របស់យើងបន្ទាត់កោងរបស់យើងគឺយើងដាក់វារៀងប្រឆិតមកគ្នាយើង
យើងដាក់វាធ្វើជាម៉ូតណាយើងធ្វើជាម៉ូតសភៅក្របសភៅរបស់យើងឲ្យវាស្អាតណាពេលយើងធ្វើបែបហ្នឹងហើយគឺយើងសេរីវាមកហើយយើងចាប់ផ្ដើម copy ទៅលើ shape ហ្នឹងណាយើងបន្ទាប់ពីគ្នាយើង copy ទៅលើ shape ហ្នឹងហើយណាយើងចាប់ផ្ដើមព្រម shape ហ្នឹងរាងតូចតិចមកហើយយើងពវល់វាឲ្យរៀងប្រឆិតគ្នាយើងប្រឆិតដូច shape ដែលយើងបានដាក់តោះណាបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយគឺយើងចាប់ផ្ដើមសេរីវាឲ្យវារៀងប្រឆិតមកហើយយើងពវល់វារៀងចុះក្រោមតិចមកគ្នាយើងណាហើយយើងទាញវាឲ្យរៀងធំតិចមកនេះយើងហើយតិចទៀតយើងនឹងដូរពណ៌ឲ្យវាស៊ីគ្នាយើងមិនខ្ញុំធ្វើពណ៌ដាក់ពណ៌ក្រហមនឹងទេតោះណាទៅពេលដែលយើងសេរីហើយយើងចាប់ផ្ដើម copy shape មួយទៀតដើម្បី design វាឲ្យស្អាតណាហើយអា shape ចុងក្រោយអា shape កណ្ដាលគេដែលយើង copy ចុងក្រោយគេហ្នឹងគឺយើងចាប់ផ្ដើមពង្រីកវាឲ្យធំជាងគេព្រោះអីអាឡៃហ្នឹងយើងត្រូវដាក់ពណ៌អញ្ចឹងនៅពេលដែលយើងទាញវាឲ្យធំពង្រីកវាឲ្យធំហើយយើងចាប់ផ្ដើមសេរីវាទៅអាកន្លែងដាក់កន្លែងហ្នឹងណាយើងដាក់ធ្វើម៉េចឲ្យវាកោងជាមួយនឹងអាសេបពណ៌ក្រហមខាងក្រោមហ្នឹងណាតោះមកយើងចុចស៊ីឲ្យជាប់ចុចអាសេបហ្នឹងហើយគឺយើងចាប់ផ្ដើមចុចពាក្យ fragment ហ្នឹងទៅដែរហើយយើងកាត់អាចុំកតុយវាបន្តិចមកនេះយើងណាកាត់អាហ្នឹងដើម្បីឲ្យអា shape ហ្នឹងវាចូលគ្នាតណាត់ហើយយើងចុច C ឲ្យជាប់ហើយចុច select លើ shape ហ្នឹងហើយយើងជ្រើសរើសយកអាទី1មកដើម្បីមើលវាបញ្ចូលគ្នាវិញតពីហ្នឹងហើយគឺយើងចាប់ផ្ដើមដូរពណ៌គ្នាយ៉ាងតណាត់យើងមើលអា shape ហ្នឹងទាំងអស់ហើយគឺយើងដូរពណ៌យកហ្មងអញ្ចឹងអាកន្លែង shape ខាងក្រៅនេះគឺយើងដូរពណ៌វាដាក់ពណ៌ខ្មៅទៅគ្នាចឹងណានៅពេលដែលយើងជ្រើសរើសពណ៌គ្នាយើងចង់ដាក់ពណ៌អីក៏បានដែរតែសម្រាប់ខ្ញុំគឺខ្ញុំយកពណ៌ខ្មៅណាគ្នាយើងបន្ទាប់ពីយើងដូរពណ៌កន្លែងហ្នឹងដាក់ពណ៌ខ្មៅហើយយើងយកអាមកយើងយកមកដាក់កន្លែងមុខម្ដងឥឡូវហ្នឹងក៏យើងចាប់ផ្ដើមសេរីវាបន្តិចមកយើងឲ្យវារៀងកោងស៊ីគ្នាជាមួយនឹងshape ខាងក្រៅរបស់យើងណាតោះណាដល់ពេលដែលយើងធ្វើបែបហ្នឹងហើយគឺយើងយក shape ហ្នឹងដាក់ខិតវាទៅមុខតិចទៅហើយយើងប្រិចវាឲ្យរៀងធំតិចមកគ្នាយើងប្រិចវាមកហើយយើងសេរីវាឲ្យមើលទៅវាលក្ខណៈថាកោង symmetry នឹងគ្នាណាតោះណាតបមកអា shape ខាងកោងខាងលើហ្នឹងខ្ញុំក៏ជ្រើសរើសយកពណ៌ខ្មៅដែរគ្នាយើងណាអានឹងគ្រាន់តែជា line របស់វាទេហើយអា shape ពណ៌ខៀវធំជាងគេហ្នឹងគឺខ្ញុំយកពណ៌នេះហើយយើងអាចថាដាក់រាង gradient តិចទៅរើពណ៌រាងផ្ទៃមេឃពណ៌ខៀវអញ្ចឹងណាយើងហើយខ្ញុំចាក់រាង gradient នេះតិចមកហើយពណ៌នេះគឺខ្ញុំរើសយកពណ៌រាងអីគេគ្នាខ្ញុំអត់សូវស្គាល់ពណ៌ដែរអានេះពណ៌ខៀវរាងចាស់ខ្ញុំរើសយកពណ៌ហ្នឹងហើយបន្ទាប់មកខ្ញុំយកពណ៌shape ក្រហមshape វងមូលហ្នឹងដាក់វាឡើងទៅលើវិញណាតទៅពីហ្នឹងហើយគឺយើងត្រូវការ design យើងនឹង design ទៅលើ shape មូលរបស់យើងវិញម្ដងថាយើងធ្វើមិននេះយើងតើណាអញ្ចឹងកន្លែងនេះដែរគឺខ្ញុំមើលទៅshape កន្លែងពណ៌ខ្មៅហ្នឹងវារៀងអត់សូវកោងអញ្ចឹងខ្ញុំក៏ពត់វាតិចមកហើយshape វងមូលនេះគឺខ្ញុំចាប់ផ្ដើមដូរពណ៌គ្នាយើងណាគឺខ្ញុំដោះ outline ចេញសិនមកកាលណាបើសិនជាយើងដាក់ outline គឺវាតូចពេកអា stroke ដូចនៅក្នុង Photoshop អញ្ចឹងបើយើងចង់ដាក់ stroke វាគឺរៀងតូចអញ្ចឹងយើងមានតែធ្វើ shape នឹងពីរជាន់គ្នាយើងដាក់វងមូល shape នេះយើងរើសយកពណ៌សមួយហើយយើង duplicate shape មួយទៀតហើយយើងដាក់ពណ៌យើងដាក់ copy shape មួយទៀតមកហើយយើងព្រម shape ទី2ហ្នឹងឲ្យវារៀងតូចមកយើងអាចធ្វើជា stroke វាបានហើយគ្នាយើងណាអញ្ចឹងសម្រាប់គ្នាយើងដែលគាត់រៀន Photoshop គាត់ដឹងហើយថា stroke នឹងជាអីអញ្ចឹងនៅពេលដែលយើង design ទៅលើ shape នឹងរួចហើយគឺយើងចាប់ផ្ដើម copy វាមួយទៀតមកយើងចុច shape ខាងក្រោយអស់យើងចុច select ទៅលើ shape ហ្នឹងហើយយើង control G មកដើម្បី group វាហើយយើង copy វាមួយទៀតមកបន្ទាប់មកគឺយើងពង្រួមទៅលើ shape ហ្នឹងឲ្យវាតូចមកគ្នាយើងឃើញទេអញ្ចឹងយើងដាក់វា
នេះមកវាคล้ายទៅជាម៉ូតមួយហើយអញ្ចឹងក្របសភៅយើងចិត្តហើយគ្នាយើងណានៅពេលដែលយើងទាញ shape ចឹងបានហើយគឺយើងចាប់ដើមគូស shape មួយទៀតដើម្បីកាត់កន្លែង shape ធំនេះឲ្យវារៀងមូលគ្នាយើងគឺខ្ញុំអត់ចង់បានជ្រុងចឹងទេជ្រុងចឹងទៅមើលទៅវាអត់សូវស៊ីគ្នាចឹងហើយគឺខ្ញុំចាប់ដើមគូស shape មួយដើម្បីកាត់កន្លែង shape ពណ៌ខៀវហ្នឹងឲ្យវារៀងវងគ្នាយើងយល់ទេបន្ទាប់មកគឺយើងចាប់ដើម select ទៅលើ shape shape ធំខាងក្រោយនិងshape វងមូលហ្នឹងហើយយើងយកពាក្យថា fragment ហ្នឹងមកតើពេលយើងរើសយក fragment ហើយគឺយើងចាប់ផ្ដើមលុបនៅជ្រុងកន្លែងនេះបានណាគ្នាយើងទៅពេលដែលយើងលុបជ្រុងនឹងបានហើយគឺយើងចាប់ផ្ដើម select ទៅលើ shape នីមួយរបស់យើងហ្នឹងគឺយើងដើម្បីយើង merge វាចូលគ្នាវិញណាហើយយើងចូលកន្លែងshape format ហ្នឹងមកហើយយកទី1ហ្នឹងមក yes គឺយើងអាច merge shape នឹងបានហើយគ្នាយើងតោះណាតោះមកយើងចុច mouse ស្ដាំហើយយកពាក្យថា send to back មកគ្នាយើងហើយយើងដោះ outline វាចេញមកហើយកន្លែងនេះឯងវាជាប់កន្លែងហ្នឹងគឺយើងលុបកន្លែងហ្នឹងតិចទៅវាអត់អីទេចាកន្លែងហ្នឹងជាកន្លែងដែលយើងកាត់yes តើវាយើងsend វា to back ហើយយើងលុបអីហើយគឺយើងចាប់ផ្ដើមដូរពណ៌ម្ដងគឺយើងដូរពណ៌ទៅគឺខ្ញុំដូរពណ៌ហ្នឹងគឺខ្ញុំដូរម្ដងហើយខ្ញុំយកដូចជាយកពណ៌រៀងខៀវកំម៉ាំងនេះ yes គឺយកពណ៌នេះខ្ញុំយកពណ៌ហ្នឹងមកតទៅពីខ្ញុំដូរពណ៌ហើយគឺខ្ញុំចាប់ផ្ដើមរើសទៅលើ gradient តើយើងពណ៌តើយើងដាក់ gradient មិនស្អាតណានៅពេលដែលយើងធ្វើចឹងហើយយើងចាប់ផ្ដើម design អា mode ជើងខាងក្រោមម្ដងគ្នាយើងចាប់ផ្ដើម copy មកយើង copy អាបន្ទាត់រៀងកោងរបស់យើង copy វាមួយមកតោះមកយើងពវល់វាគ្នាយើងពវល់វាមួយហើយតោះមកយើងចាប់ផ្ដើម copy វាទៀតដែលយើងចុច control បុក L មកដើម្បីជួយឲ្យយើងយកមកចាប់ទីមកដើម្បី copy វាអាហ្នឹងលឿនគ្នាយើងណាយើងប្រើ shortcut នៅលើ key មកហើយយើងត្រៀបវាមកយើងត្រៀបវាឲ្យរៀងបញ្ជុះគ្នាចឹងមកបន្ទាប់មកគឺយើងចាប់ផ្ដើមដូរពណ៌អញ្ចឹងពណ៌នេះគឺខ្ញុំយករៀងពណ៌ផ្ទៃមេឃហើយអាខាងក្រោយនេះគឺខ្ញុំយកពណ៌រៀងខៀវណាតទៅពីចឹងហើយគឺខ្ញុំចុច group ទៅលើអាពីរហ្នឹងទៅលើ shape បន្ទាត់ទាំងពីរហ្នឹងទៅលើ shape រៀងកោងហ្នឹងហើយខ្ញុំយកមកដាក់ពីក្រោមយកមកដាក់ពីក្រោមធ្វើជា mode វាណាទៅពេលដែលខ្ញុំយកដាក់ពីក្រោមធ្វើជា mode វាសេរីវាទៅតមកគឺខ្ញុំចាប់ផ្ដើមទាញអា shape វងមូលនេះគឺអា shape វងមូលតូចនេះយើងទាញខាត់ទៅខាងស្ដាំតិចទៅហើយខ្ញុំយក shape មួយទៀតដើម្បីគូជា shape វងមូលដើម្បីវាឃើញ mode ទៅគ្នាអញ្ចឹងយើងយក shape ហ្នឹងយើងយកដាក់ពណ៌សមកហើយយើងដោះ outline ចេញតែពេលដែលយើងដោះ outline ចេញអញ្ចឹងយើងយកអា shape ដែលយើងអា shape កោងហ្នឹងយកមកដាក់ពីមុខវិញតោះណាយើងយកអា shape កោងដាក់ពីមុខវិញហើយអា shape វងមូលពណ៌សហ្នឹងយើងទាញវារៀងដូចពងកពើតិចមកនេះហ្នឹងហើយយើងទាញអញ្ចឹងមកបានហើយជ័យរួមការ design សភៅក្របសភៅនេះគឺអាស្រ័យលើគ្នាយើងទេតែចំពោះអ្នកចូលចិត្ត design កាត់ shape អញញ៉ៃច្រើនគឺគ្នាយើងអាចរើសយក PowerPoint បានព្រោះឲ្យវាមាន tool កាត់វាអត់ដូចកម្មវិធី Word ណា Word វាអត់មាន tool កាត់ទេគ្នាយើងតោះណាតមកគឺយើងចាប់ផ្ដើមសរសេរឈ្មោះដាក់ logo របស់សាលារបស់យើងមកមាននឹង topic មានអីមកយើងដាក់មកហើយយើងនឹង add រូបភាពចូលទៅក្នុង shape វងមូលរបស់យើងអញ្ចឹងយើងចាប់ផ្ដើមសរសេរមកគ្នាយើងឧទាហរណ៍សភៅ assignment យើងស្អីគេ topic ពីអីអញ្ចឹងយើងដាក់មកហើយ topic របស់ខ្ញុំពីធនាគារវិញវែងយើងដាក់មកវិទ្យាដាក់ឈ្មោះគ្រូដាក់ឆ្នាំសិក្សាដាក់អីមកដាក់ព័ត៌មានពីគ្នាយើងពីក្រុម assignment របស់យើងមកយើងអាច copy ដាក់មកអានេះគឺជាព័ត៌មានរបស់ក្រុមខ្ញុំអញ្ចឹងចំពោះការធ្វើក្របសភៅនេះគឺខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យគ្នាយើងទេអញ្ចឹងនៅពេលដែលយើង design នៅក្នុង PowerPoint ហើយយើងចាប់ផ្ដើមគ្រប់វាហើយយើងចុច control បូកអក្សរ C ហើយផាសទៅក្នុងកម្មវិធី Word មកគឺបានហើយគ្នាយើងតោះណាអញ្ចឹងយើងអាចធ្វើឆ្លងដោយការ design ដូច
Photoshop ជាមួយនឹង Illustrator អញ្ចឹងគ្នាយើង Illustrator យើងប្រើសម្រាប់គូអក្សរអីចឹងហើយយើងយកវាមកដាក់នៅក្នុងទីងារមកដាក់នៅក្នុងកម្មវិធី Photoshop ដើម្បីជួយគ្នាអញ្ចឹងអានេះក៏យើងអាចធ្វើដូចគ្នាបានដែរយើងអាច design នៅក្នុងកម្មវិធី PowerPoint ហើយយើងគ្រប់វាហើយយើងដាក់វាអូសវាមកចូលទៅក្នុងកម្មវិធី Word បានតើណាចឹងវាស្រួលមែនតើគ្នាយើងអាចកម្មវិធីពីរនេះយើងអាច link គ្នាបានណាអញ្ចឹងគ្នាយើងពេញព័ត៌មានមកចឹងការ design ក្នុងសភៅនេះគឺអាស្រ័យទៅលើភាព creative របស់គ្នាយើងទេខ្ញុំសង្ឃឹមថាគ្នាយើងមើលវីដេអូហើយគ្នាយើងនឹង back testing ទាញ laptop មកធ្វើហើយគ្នាយើងអនុវត្តទៅគ្នាយើងនឹងចេះហើយគំរូក្របសភៅមានអត់ប្របាករយគ្នាយើងអាច search នៅក្នុង Pinterest មកហើយគ្នាយើងរៀន design តាមគេមកបានហើយតោះនេះអញ្ចឹងបន្ទាប់ពីយើងសរសេរអក្សរហើយគ្នាយើងណាគឺយើងចាប់ផ្ដើម insert ទៅលើរូបភាពយើងចុចmouse ដាក់មកហើយយើងយកពាក្យថា format shape ណាយើងចុចឡើងហ្នឹងហើយយើងចុចពាក្យថា picture មកហើយយើងចុច insert មកគ្នាយើងអាហ្នឹងគឺយើងរមកដាក់រូបassignment ខ្ញុំនិយាយពី Wing Bank ខ្ញុំដាក់រូបធនាគារ Wing Bank មកហើយដាក់ insert មកអូខេតបមកអាកន្លែងទូចនេះគឺខ្ញុំដាក់ logo ពីធនាគារ Wing Bank yes ខ្ញុំចុច insert មកហើយខ្ញុំយករូប logo Wing Bank យកមកដាក់ចុចមកហើយចឹងគ្នាយើងក្របសភៅរបស់យើងគឺហើយចឹងយើងសាក preview មើលអូខេ yes មើលទៅទំនងដែរតើគ្នាយើងណាចឹងគ្នាយើងអាចអនុវត្តធ្វើបាន logs and backtesting ចឹងខ្ញុំសង្ឃឹមថាគ្នាយើងធ្វើបានចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងអរគុណច្រើនគ្នាយើងសម្រាប់ការតាមដានវីដេអូជួបគ្នានៅវីដេអូក្រោយ